សួស្តីបងប្អូនទាំងអស់គ្នាសួស្តីថ្ងៃនេះខ្ញុំមកនិទានរឿងខ្លីឲ្យបងប្អូនស្ដាប់ទាំងអស់គ្នាខុសត្រូវចំណាក៏សូមអធិស្ឋានផងដែរបាទគឺរឿងផ្ដើមចេញពីខ្ញុំបានលួចស្រឡាញ់នឹងនារីម្នាក់សូមអញ្ជើញទស្សនាដូចទៅផ្ដើមពីសេចក្ដីរឿងដំបូងគឺផ្ដើមពីអ្នកនាងខ្ញុំអាចនិយាយជាមួយអ្នកនាងបានដែរទេខ្ញុំមានរឿងនៅក្នុងចិត្តចង់ប្រាប់អ្នកនាងឲ្យបានដឹងតើអ្នកនាងមានម្ចាស់ចិត្តហើយឬនៅសំទោសផងអ្នកនាងមូលហេតុដែលខ្ញុំនិយាយនេះព្រោះថាខ្ញុំបានជាប់ចិត្តទៅលើអ្នកនាងតាំងពីខ្ញុំបានឃើញអ្នកនាងជាលើកដំបូងខ្ញុំក៏បានធ្លាក់ក្នុងអន្លង់ស្នេហ៍នឹងអ្នកនាងតាំងពីពេលនោះមកតើអ្នកនាងមិនថាអីដែរមែនទេព្រោះថាខ្ញុំបានស្រឡាញ់អ្នកនាងទៅហើយបើអ្នកនាងមិនទាន់មានម្ចាស់ចិត្តនោះទេសូមអ្នកនាងយល់ព្រមស្រឡាញ់ខ្ញុំបានទេព្រោះថាខ្ញុំចូលចិត្តអ្នកនាងវីដេអូនេះដែលខ្ញុំសង្ឃឹមថាបងប្អូនទាំងគ្នាចូលចិត្តផងដែរបាទនេះហើយសូមចេញទស្សនានៅទីជុំវិញរបស់ខ្ញុំមិនសូវល្អទេទីស្រុកស្រែទីជនបទខ្ញុំជុំវិញនៅលើក្បាលខ្ញុំនេះគឺនេះគឺជាដើមស្វាយចន្ទីប៉ុន្មានដើមតោះយើងចប់រឿងខ្លីហើយក៏មកនិយាយគ្នាលេងតើថ្ងៃនេះបងប្អូនសុខសប្បាយដែរឬទេបាទសង្ឃឹមថាបងប្អូនអរគ្នាសុខសប្បាយទេចុះហើយសូមឲ្យទៅណាមកណាតាមដងផ្លូវសូមឲ្យទទួលបាននូវសុខសុវត្ថិភាពទាំងអស់គ្នាផងដែរបាទបើកបរសូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាតាមដងផ្លូវហើយជាអធិស្ឋានឲ្យគ្នាទៅវិញទៅមកផងដែរបាទមិនថាអ្នកបើកបរយានយន្តឬក៏ម៉ូតូអីនោះទេសូមជាអធិស្ឋានឲ្យគ្នាចេះគ្រប់គ្នាទៅវិញទៅមកបើកបរដោយគំលឹះពីល្បឿនដែលច្បាប់ចរាចរណ៍ក៏បានកំណត់ផងដែរចេះយោគយល់ឲ្យគ្នាតាមដងផ្លូវផងដែរទៅការបើកបរមានសុខសុវត្ថិភាពទាំងអស់គ្នាហើយពេលដែលទីប្រជុំជនទីកន្លែងណាមានសាលាច្រើនដែលគាត់ឆ្លងកាត់ផ្លូវនៅទីនោះសូមបងប្អូនទាំងអស់គ្នាបើកបរម៉ូតូឡានយានយន្តជំនិះផ្សេងសូមមិនថយល្បឿនផងដែរបាទសូមអរគុណសូមឲ្យបងប្អូនសុខសប្បាយទាំងអស់គ្នាបាទ